ងើពីដេកមេត្រជាំងរហឹមដកឃ្លាពីក្រុងមិនទិញចង់កណិញនឹងព្រៃឲ្យភ្នំមើលទេសភាពស្រង់ត្រកល់ហាក់ផ្លែចំណៃអារម្មណ៍ដកដុំ stress ចេញពីក្បាលខ្ញុំនឹងមិនយើងបោះជំរុំសាថ្មជីវិតកំកិនច្រើនពេកប្រយ័ត្នការឡើងភ្នំនេះចំណាយពេលប្រហែលជាបាន1ម៉ោងខ្ទង់1ម៉ោងជាងបងប្អូនតែតំដល់គោលដៅទី1ឡើយទេមិនទាន់ដល់ផ្លូវប្រាជ្ញាគោលដៅទី2ឡើយទេនៅតាមផ្លូវនេះមួយគឺគេតែងតែចងខ្សែកាបនៅតាមជម្រាលដែលយើងផ្លូវឡើងចឹងបងប្អូនការពីយើងធ្លាក់ឬក៏អីចឹងផ្លូវខ្លះស្រួលផ្លូវខ្លះពិបាកផ្លូវដែលពិបាកគេដាក់ផ្លាកសញ្ញាបំរាមណែនាំឲ្យយើងចឹងតាមថ្មនេះគឺខ្លះគឺសុទ្ធតែបង្កប់ដែកដើម្បីទុកកុំឲ្យថ្មល្បេះឬអីចឹងបងប្អូនយើងឡើងបានតែខែហ្នឹងដែរទេបងប្អូនឯងខែដល់ខែក្តៅខែអត់មានភ្លៀងធ្លាក់ទេតែបើខែមានភ្លៀងធ្លាក់គឺថ្មនៅវាកាន់ស្លាយកាន់អីចង្អុលអាចនឹងធ្លាក់ដល់ហ្នឹងគេបិទមិនអនុញ្ញាតឲ្យយើងឡើងតាមស្មើដោយថ្មើរជើងនេះបងប្អូនយើងអាចឡើងបានខ្សែកាបចឹងឥឡូវដល់គោលដៅទី2គោលដៅនេះវាមានប្រាសាទដែលលើភ្នំវាមាន2អញ្ចឹងយើងទៅប្រាសាទតូចឬក៏ទៅប្រាសាទធំអញ្ចឹងតែពួកខ្ញុំអត់ទៅប្រាសាទតូចទេខ្ញុំទៅដាក់ឡងនេះឡើងទៅប្រាសាទធំវាផ្លូវផ្សេងគ្នាប្រាសាទ2ហ្នឹងមួយវគ្គទៅមួយវគ្គមានផ្លូវស្រួលផ្លូវបាក់ហើយផ្លូវបាក់ក៏ឈរចាំតម្រង់ជួរគ្នាឡើងម្នាក់ម្ដងខ្លាចល្អលបងប្អូនអើយដោយពួកយើងជាមិនអីទេតែជនជាតិជប៉ុនគាត់មិននេះគាត់ខ្លាចមានគាត់ថ្នាក់ចំពោះពួកគាត់ចឹងគាត់ដើរមួយឡើយតែគាត់មិនហ៊ានបខំចឹងជនជាតិជប៉ុនមិនថាចាស់មិនថាក្មេងទេបងប្អូនគាត់ឡើងធ្វើដំណើរកម្សាន្តចឹងដើម្បីសុខភាពពួកគាត់ផងអញ្ចឹងដើម្បីមើលទេសភាពដើរលេងខ្លះវាធ្វើឲ្យពួកគាត់បញ្ជនវែងហើយសុខភាពគាត់រឹងមាំបងប្អូននេះវាដល់វគ្គដែលវាថ្មយើងចោតចាស់គាត់ប្រឹងឡើងដល់ជគោដៃគាត់ចឹងតែគាត់ឡើងជប់ឡើងដើម្បីយើងអាចឡើងទៅមើលទេសភាពនៅខាងលើកំពូលភ្នំបានជាត្រូវឡើងតាមជម្រាលភ្នំនេះភ្នំដែលគេធ្វើផ្លាកសញ្ញានីមួយច្រកដែលយើងអាចឡើងបានដើរបាននៅតាមហ្នឹងចឹងបងប្អូនមកកលៈទៅមកកលៈគេដាក់ផ្លាកសញ្ញាយើងណែនាំនៃផ្លូវដែលយើងឡើងទៅអញ្ចឹងបងប្អូនបើយើងឡើងទៅតាមខុសដោយផ្លាកសញ្ញាដែលគេដាក់ឲ្យហ្នឹងទៅវាអាចវែងឬក៏